សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីរឿងនេះ admin សុំដាក់ចំណងជើងថារូបខ្ញុំវិញ្ញាណគេតែសាច់រឿងនិយាយអំពីក្តីស្រមៃរបស់សិស្សវិទ្យាល័យនិងគំនុំសងសឹករបស់កម្ពុជាតារាចម្រៀងស្រីចង់ដឹងសាច់រឿងទៅជាយ៉ាងណាតោះមកស្ដាប់ការសម្ដែងរបស់ admin ទាំងអស់គ្នាផ្ដើមសាច់រឿងដំបូងយើងឃើញមានក្មេងស្រីម្នាក់ដែលត្រូវបានម្ដាយរបស់គេនឹងចាប់កាត់សក់បណ្ដាស្ដីឲ្យបណ្ដានាងមានឈ្មោះថា Lee Si Yu ដោយសារតែគាត់បង្កើតបានកូនស្រីទៅប្តីរបស់គាត់រត់ទៅយកប្រពន្ធមួយទៀតដែលគេបង្កើតបានកូនប្រុសហេតុនេះហើយបានជាគាត់ចាប់កាត់សក់ Lee Si Yu ហើយខ្លាញ់បន្លំអត្តសញ្ញាណរបស់នាងឲ្យនាងបន្លំខ្លួនធ្វើជាមនុស្សប្រុសរហូតកាលនៅពីតូច Lee Si Yu ក៏មាន idol នៅក្នុងចិត្តម្នាក់នាងមានឈ្មោះថា Lee Si Yu ដូចគ្នាប៉ុន្តែនាងជាកំពូលតារាចម្រៀងស្រី Lee Si Yu ដែលបន្លំខ្លួនធ្វើជាមនុស្សប្រុសហ្នឹងគេមានក្តីស្រមៃធំឡើងគេនឹងខ្លាយខ្លួនជាកំពូលតារាចម្រៀងស្រីដូចជាបងស្រីអញ្ចឹងពេលធំឡើង Lee Si Yu ក៏បានចូលរៀននៅក្នុងមហាវិទ្យាល័យសិល្បៈប៉ុន្តែតែងតែត្រូវបានមិត្តភ័ក្តិរបស់គេ bully រហូតធ្វើឲ្យជីវិតរបស់គេហ្នឹងងងឹតគ្មានពន្លឺគ្មានក្តីសង្ឃឹមគ្មានកម្លាំងចិត្តដើម្បីតស៊ូទៅមុខទៀតមានថ្ងៃមួយនៅពេលដែលមិត្តភ័ក្តិរបស់គេកំពុងតែ bully ក៏បានជ្រុលដៃច្រាន Lee Si Yu នឹងធ្លាក់ទៅលើចន្ទាសន្លប់ពួកគេក៏ចាប់ផ្ដើមភ័យគិតថា Lee Si Yu ប្រហែលជាស្លាប់ហើយម្យ៉ាងកណ្ដឹងសាលាក៏ចាប់ផ្ដើមរោដល់ម៉ោងចូលរៀនពួកគេក៏នាំគ្នារត់ទៅចូលថ្នាក់អស់ទៅស្របពេលគ្នានឹងដែរ Lee Si Yu ដែលជាកំពូលតារាចម្រៀងស្រីហ្នឹងពេលនេះគាត់បានឈ្នះជើងឯកជា Queen ត្រៀមនឹងទទួលពានហើយកំពុងតែឆ្លោះគ្នាដោយសារតែមិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថា Chang Lee បានអង្វរឲ្យគាត់នឹងជួយសងបំណុលឲ្យគេបន្តទៀតប៉ុន្តែ Lee Si Yu អត់ព្រមព្រោះគាត់អត់ចង់ឲ្យមិត្តភ័ក្តិរបស់គាត់បន្តធ្វើខុសទៀតហើយយើងក៏អត់ទាន់ដឹងថាវាជាកំហុសអីដែរដោយសារតែការបដិសេធអត់ព្រមជួយទៅធ្វើឲ្យ Chang Lee មានកំហឹងកាន់តែខ្លាំងហើយក៏បានរុញ Lee Si Yu ធ្លាក់ពីលើវិឡាបែកក្បាលស្លាប់ព្រលឹងរបស់ Lee Si Yu ដែលជាតារាចម្រៀងហ្នឹងគាត់ស្លាប់ដោយមិនអស់ចិត្តមិននឹកស្មានថាមិត្តភ័ក្តិដែលគាត់ជួយរាប់ឆ្នាំមកហើយហ៊ានសម្លាប់គាត់ចឹងណាអញ្ចឹងហើយបានជាព្រលឹងរបស់គាត់ទៅចូលក្នុងខ្លួនរបស់ Lee Si Yu ដែលបន្លំខ្លួនជាមនុស្សប្រុសមានន័យថា Lee Si Yu ដែលបន្លំខ្លួនជាមនុស្សប្រុសហ្នឹងគាត់អត់ទាន់ស្លាប់ទេគាត់គ្រាន់តែធ្លាក់ពីលើចន្ទាហើយសន្លប់ប៉ុន្តែចិត្តនិងវិញ្ញាណរបស់គាត់អត់មានកម្លាំងចិត្តក្នុងការរស់នៅបន្តទៀតគាត់អស់សង្ឃឹមគាត់រស់នៅយ៉ាងវេទនាត្រូវម្ដាយស្អប់ខ្ពើមត្រូវមិត្តភ័ក្តិ bully អញ្ចឹងហើយគាត់ក៏អត់ចង់រស់នៅតទៀតដែរមានន័យថាគាត់បានបោះបង់សម្បកខ្លួនគាត់នឹងចោលហើយចំណែកឯ Lee Si Yu ដែលជាកំពូលតារាចម្រៀងស្រីវិញរាងកាយរបស់គាត់បានស្លាប់ហើយដោយសារធ្លាក់ពីលើវិឡាបែកក្បាលប៉ុន្តែចិត្តរបស់គាត់អត់ទាន់ចង់ស្លាប់ទេគាត់របៀបថាគាត់មិនអស់ចិត្តគាត់ចង់ដឹងថាហេតុអីបានមិត្តភ័ក្តិគាត់នឹងហ៊ានធ្វើដល់ថ្នាក់ហ្នឹងហើយគាត់ក៏ចង់សងសឹកដែរអញ្ចឹងហើយបានគាត់នឹងមកនៅក្នុងខ្លួនរបស់ Lee Si Yu ដែលជាមនុស្សប្រុសនឹងឯងម្យ៉ាងពួកគាត់ពីរនាក់ហ្នឹងគឺមានឈ្មោះដូចគ្នាគ្រាន់តែថាម្នាក់ slow ម្នាក់ទៀតអត់ slow ទេលះហាពេលដែលដឹងខ្លួនមកគាត់ក៏ចាប់ផ្ដើមឆ្ងល់ថាមិនដឹងថាគាត់នៅណាហើយកាន់តែភ័យទៀតហ្នឹងគឺស្មានថាចូលខ្លួនរបស់មនុស្សប្រុសចឹងណាគាត់ក៏ចាប់ផ្ដើមភ័យដល់ពេលស្ទាបឡើងទៅបានដឹងថាជាមនុស្សស្រីហើយក៏ធូរចិត្តមកវិញ Lee Si Yu ដែលបន្លំខ្លួនជាក្មេងប្រុស admin សុំហៅថា Lee Si Yu តូចចំណែកឯ Lee Si Yu ដែលជាតារាចម្រៀង admin សុំហៅថាតួស្រីតែបិទគាត់ពីរនាក់ហ្នឹងគឺតួឯកដូចគ្នាគ្រាន់តែថា admin សុំហៅអញ្ចឹងកុំឲ្យច្រឡំគ្នាដោយសារឈ្មោះពួកគាត់ដូចគ្នាក្រោយពីចូលនៅក្នុងខ្លួនរបស់ Lee Si Yu តូចហើយគាត់ក៏ទទួលអារម្មណ៍ដឹងពីការឈឺចាប់និងភាពអាម៉ាស់ដែល Lee Si Yu តូចបានទទួលហើយគាត់ក៏បាននិយាយម្នាក់ឯងថានាងតូចកុំបារម្ភខ្ញុំនឹងប្រើរូបកាយរបស់ឯងទៅធ្វើរឿងដែលឯងមិនទាន់បានធ្វើភ្លាមហ្នឹងក្រុមដែលតែងតែធ្វើបាប Lee Si Yu តូចបានមករករឿងនាងទៀតហើយមកដល់ភ្លាមក៏ច្រានក្បាលរបស់គាត់ហើយសួរថាក្បាលរបស់ឯងយ៉ាងម៉េចហើយ Lee Si Yu តួស្រីបានសើចហើយក៏តបទៅវិញថាមើលតើឯងដូចជាចង់ឲ្យខ្ញុំមានបញ្ហាគាត់និយាយបណ្ដាក៏ងើបឈរបែរទៅរកពួកគេបណ្ដាខ្ញុំបានទៅផ្នែកសន្តិសុខយកវីដេអូពីកាមេរ៉ាសុវត្ថិភាពបើអញ្ចឹងតើយ៉ាងម៉េចខ្ញុំគ្រាន់តែវាយក្បាលឯងបន្តិចហើយឯងជាអ្នកធ្លាក់ចន្ទាដោយខ្លួនឯងនោះទេតួស្រីបានដកទូរស័ព្ទដែលបានថតសលេងមិញហ្នឹងយកមកឲ្យស្ដាប់វិញហើយក៏បន្ថែមថាការវាយក្បាលអាចចាត់ទុកថាជាការប្រើអំពើហិង្សានៅក្នុងសាលាហើយមែនទេឌីងហៅបានតបថាវាគ្រាន់តែជាការលេងសើចរបស់មិត្តរួមថ្នាក់ប៉ុណ្ណោះវាមិនធ្ងន់ធ្ងរនោះទេតួស្រីក៏ដឹងថាឌីងហៅហ្នឹងតែងតែបង្ខំឲ្យ Lee Si Yu តូចធ្វើកិច្ចការផ្ទះឲ្យគេរហូតឌីងហៅក៏និយាយបន្តទៀតត្រូវហើយ Lee Si Yu ឯងបានធ្វើកិច្ចការសាលាឲ្យខ្ញុំហើយឬនៅតួស្រីក៏អស់សំណើចហើយក៏ដើរចូលទៅនិយាយជាមួយមិនមែនទេសម្លាញ់មុខរបស់ឯងហេតុអីបានជាសងខាងមិនដូចគ្នាឯងចង់និយាយពីអីម្ខាងគឺថ្ពាល់ម្ខាងទៀតគឺមុខក្រាស់ចំអកឲ្យគេរួចគាត់ក៏ដើរទៅយកក្រដាស់កិច្ចការយកមកឲ្យឌីងហៅពេលដែលឃើញភ្លាមគាត់អត់យល់ហើយក៏សួរថាអានេះជាស្អីគេតួស្រីបានតបទាំងហួសចិត្តឯងជាអ្នកចម្រៀងមើលប៉ុណ្ណឹងមិនយល់នៅស្រែកក្តែងថានិពន្ធបទថ្មីរាល់ថ្ងៃទៀតមិនចេះខ្មាស់គេនិយាយរួចក៏ដើរចេញទៅបាត់ទុកឲ្យពួកគេហ្នឹងនាំគ្នាឆ្ងល់ថាហេតុអីបានជា Lee Si Yu ចម្លែកដូចជាមនុស្សពីរនាក់ផ្សេងគ្នាយើងកាត់មកមើលពេលដែលកំពុងបង្រៀនវិញអ្នកគ្រូបានប្រកាសថាគូក្រុមនឹងរៀបចំកម្មវិធីប្រឡងចម្រៀងជ្រើសរើសសមាជិកដើម្បីបង្កើតក្រុមដំណើរឆ្ពោះទៅរកពន្លឺបើសិនជាមានសិស្សណាចាប់អារម្មណ៍អាចទៅចុះឈ្មោះបានឌីងហៅគេក៏អួតថាគេខំហាត់អស់2ឆ្នាំកន្លះហើយគេប្រកាសជាប្រឡងជាប់អ្នកគ្រូក៏បានបញ្ជាក់ម្ដងទៀតថាមានអ្នកណាចង់ចុះឈ្មោះដែរឬក៏អត់តួស្រីក៏
ក៏បានលើកដៃគ្រប់គ្នាពេលដែលឃើញទូស្រីលើកដៃភ្លាមក៏នាំគ្នាសើចចំអកព្រោះអត់ដែលឃើញទូស្រីវឹកហាត់ចម្រៀងហើយក៏ដែលឮទូស្រីច្រៀងសូម្បីតែអ្នកគ្រូក៏ជឿជាក់លើទូស្រីដែរគាត់ថាវាជាកម្មវិធីប្រឡងចម្រៀងមិនមែនជាការច្រៀងលេងកម្សាន្តទេពេលហើយទូស្រីគាត់ខឹងគាត់ក៏បាននិយាយថាអ្នកគ្រូមិនដែលឃើញខ្ញុំច្រៀងផងហេតុអីបានថាខ្ញុំធ្វើមិនបានឌីងហៅក៏បានចំអកប្រសិនបើឯងចេះច្រៀងមែនខ្ញុំឮឯងច្រៀងយូរមកហើយមិនមែនខ្លាចគេឮហើយភ័យព្រោះតែសម្លេងឯងដូចទាទេចុះបើខ្ញុំច្រៀងបានហើយពីរោះជាងឯងទៀតឯងគិតយ៉ាងម៉េចបើឯងច្រៀងពីរោះជាងខ្ញុំសុកចិត្តស៊ីហ្គីតានេះឯងជាអ្នកនិយាយដោយខ្លួនឯងទេទូស្រីក៏បានងើបជន់លើកៅអីគាត់លេងហ្គីតាបណ្ដាគាត់ច្រៀងបណ្ដាយ៉ាងពីរោះធ្វើឲ្យគ្រប់គ្នាដែលនៅក្នុងថ្នាក់ហ្នឹងនាំគ្នាភាំងព្រោះអត់នឹកស្មានថាទូស្រីគាត់ច្រៀងពីរោះអញ្ចឹងសោះហើយម្យ៉ាងទៀតសូម្បីតែអ្នកគ្រូក៏គាត់ឈរញញឹមដែរអញ្ចឹងបានថាមនុស្សយើងកុំឲ្យមានអំនួតពេកពីមុនយើងមែនតែឥឡូវដល់វេនគេវិញហើយក្រោយពេលដែលច្រៀងចប់គ្រប់គ្នាក៏បានទះដៃសរសើរថាទូស្រីហ្នឹងច្រៀងបានពីរោះជាងឌីងហៅទៅទៀតនៅពេលអត់មានអ្នកចាប់អារម្មណ៍ឌីងហៅក៏បានបន្លំខ្លួនបំរុងនឹងរត់ចេញតែត្រូវបានទូស្រីស្រែកខាត់ឌីងហៅឯងភ្លេចធ្វើរឿងមួយហើយត្រូវមិត្តភ័ក្តិសើចចំអកយ៉ាងអាម៉ាស់ធ្វើឲ្យគេបង្ខំចិត្តយកហ្គីតាពីដៃទូស្រីបំរុងនឹងខំប៉ុន្តែទូស្រីក៏ស្រែកអាយ៉ាគ្រាន់តែជាការលេងសើចប៉ុណ្ណោះកុំយកមាត់កខ្វក់របស់ឯងមកប៉ះហ្គីតារបស់ខ្ញុំទូស្រីមិនមែន slow ដែរណាដាក់មកឆ្ងាញ់ធ្វើឲ្យគេអាម៉ាស់លើអាម៉ាស់ហ្មងពេលនេះទូស្រីគាត់កំពុងតែនិពន្ធបទចម្រៀងដើម្បីត្រៀមសម្រាប់ការចូលប្រឡងភ្លាមហ្នឹងក៏មានមិត្តភ័ក្តិប្រុសម្នាក់បានចូលមកហៅគាត់ថាអ្នកគ្រូចង់ជួបទូស្រីក៏បានចេញទៅហើយក៏អត់ដឹងថាជាអ្នកណាដែរបានមកលួចប្រូចម្រៀងរបស់គាត់ហើយយើងកាត់មកមើលនៅក្នុងថ្ងៃប្រឡងវិញម្នាក់នេះគាត់មានឈ្មោះថាគូយ៉ាន់ទិញជាកូនប្រុសរបស់នាយកគូគោរពហើយក៏ជាតួប្រុសដែរនៅអាយុ16ឆ្នាំគាត់ប្រឡងបាននិទេស A នៅក្នុងមហាវិទ្យាល័យរៀបចំតន្ត្រីសម័យហើយអាយុ18ឆ្នាំគាត់បានបង្កើតអាល់ប៊ុមចម្រៀងល្បីទទួលបានពានគាត់ក៏ជាប្រធានក្រុមដំណើរឆ្ពោះទៅរកពន្លឺហើយក៏ជាគណៈកម្មការនៅក្នុងកម្មវិធីនេះដែរមុនពេលឡើងប្រកួតឌីងហៅក៏បានមកឌឺចិត្តដល់ពេលហើយខ្ញុំគិតថាខ្ញុំប្រហែលជាឡើងមុនឯងខ្ញុំដឹងហើយសង្ឃឹមថាឯងឆាប់ស្លាប់ហើយនឹងឆាប់បានកាត់ជាថ្មីចាំមើលបន្តិចទៀតឯងនៅតែខ្លាំងទៀតទេឌឺដងគ្នាសាហាវមិនដឹងថាមានផែនការអីទេម្នាក់ពិធីករក៏បានប្រកាសឲ្យឌីងហៅឲ្យឡើងច្រៀងមុនមែនអ្វីដែលសំខាន់គេបានយកបទចម្រៀងដែលទូស្រីខំនិពន្ធហ្នឹងយកមកច្រៀងទៀតតាមពិតអ្នកដែលបានទលួចប្រូចម្រៀងរបស់ទូស្រីគឺជាឌីងហៅសោះបទចម្រៀងមួយបទហ្នឹងធ្វើឲ្យអ្នកទស្សនានិងគណៈកម្មការពេញចិត្តខ្លាំងមែនតើព្រោះអីសម្លេងរបស់គាត់នឹងច្រៀងពីរោះហើយគេក៏សប្បាយចិត្តគិតថាទូស្រីនឹងចាញ់ព្រោះអត់មានបទចម្រៀងច្រៀងចប់គេក៏បានយកមីក្រូហ្វូនមកឲ្យទូស្រីហើយឆ្លៀតឌឺថាខ្ញុំនឹងរងចាំការសម្ដែងរបស់ឯងដល់ពេលទូស្រីឡើងដល់លើឆាកគាត់អត់មានបទចម្រៀងដែលត្រូវច្រៀងមែនហើយក៏បានសុំទោសគណៈកម្មការនិងអ្នកទស្សនាទាំងអស់គ្នាគណៈកម្មការម្នាក់បានស្ដីឲ្យថានេះគឺជាការប្រឡងហេតុអីមិនចេះត្រៀមបទចម្រៀងទុកមុនឆាប់ចុះពីលើឆាកទៅគាត់បំរុងនឹងចុះចេញភ្លាមនឹងក៏មានអ្នកទស្សនាម្នាក់បាននិយាយបើមានទេពកោសលមែនមិនចាំបាច់ត្រៀមក៏បានឮពាក្យមួយឃ្លានឹងហើយគាត់ក៏ភ្ញាក់ខ្លួនហើយងាកមកវិញបានសុំពេលគណៈកម្មការនិងលោកគ្រូនឹង5នាទីមានគណៈកម្មការស្រីម្នាក់ទៀតគាត់អត់ព្រមទេប៉ុន្តែភ្លាមនឹងតួប្រុសក៏គាត់យល់ព្រមហើយតួស្រីក៏គាត់សុំក្រដាសសុំប៊ិចនិងហ្គីតាហើយគាត់ក៏និពន្ធបទចម្រៀងនៅលើឆាកនឹងតែម្ដង5នាទីកន្លងផុតទៅគាត់ក៏បានសរសេរចប់ទាំងទំនុកភ្លេងទាំងអត្ថន័យបទចម្រៀងទាំងសំឡេងសុទ្ធតែល្អឥតខ្ចោះជាពិសេសគឺតួប្រុសគាត់នឹកស្មានមិនដល់ថាចំណាយពេលតែ5នាទីអាចធ្វើបានល្អបែបនេះសោះពិតជាមិនធម្មតាមែនបន្ទុកចុងក្រោយតួស្រីក៏បានបន្ទុកខ្ពស់ជាងឌីងហៅហើយអាចទៅប្រឡងជុំទី2បានចំណែកឯឌីងហៅវិញអត់ជាប់ហើយគេមួម៉ៅខ្លាំងណាស់មិនអាចទៅរួចទេខ្ញុំជាសិស្សពូកែនៅក្នុងមហាវិទ្យាល័យមិននឹងអាចចាញ់គេទៅតួស្រីបានដើរចូលមកហើយក៏តបថាដឹងហេតុអីបានជាឯងបានត្រឹមតែលេខ4ទេដោយសារតែបទចម្រៀងនោះខ្ញុំបាននិពន្ធជាពិសេសសម្រាប់ឯងនេះឯងដឹងមុនថាខ្ញុំនឹងលួចបទចម្រៀងរបស់ឯងទេខ្ញុំមិនត្រឹមតែដឹងថាឯងលួចបទចម្រៀងដែលខ្ញុំនិពន្ធប៉ុណ្ណោះទេខ្ញុំថែមទាំងដឹងទៀតថាឯងមានអំណួតខ្លាំងណាស់មានជំនាញក្នុងខ្លួនច្រើនពេកតើបមានការធ្វើប្រហែសនៅក្នុងបទចម្រៀងនោះខ្ញុំគ្រាន់តែកែប្រែបន្តិចនឹកស្មានមិនដល់ថាឯងបរាជ័យដល់ថ្នាក់នេះសោះប៉ុន្តែអ្នកទស្សនាថាខ្ញុំច្រៀងបានល្អខ្លាំងណាស់មែនហើយមនុស្សធម្មតាមិនដឹងពីកំហុសនោះទេប៉ុន្តែគណៈកម្មការពួកគាត់ប្រកាសជាដឹងភ្លាមនឹងតួប្រុសគាត់ស្ដាប់ឮហើយក៏ចូលមកតបថាសម្លេងរបស់ឯងពិតជាពីរោះមែនប៉ុន្តែមូលដ្ឋានគ្រឹះរបស់ឯងខ្សោយមានកំហុសច្រើនពេកលើពីនេះទៅទៀតខ្ញុំមិនចូលចិត្តឲ្យមនុស្សដែលលួចចម្លងរបស់អ្នកដទៃមកធ្វើការជាមួយខ្ញុំថាឲ្យឌីងហៅរួចគាត់ក៏ងាកមកនិយាយជាមួយតួស្រីខ្ញុំសង្ឃឹមថាលើកក្រោយលោកនឹងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាងនេះទៅទៀតប្រកាសណាស់ថ្ងៃនេះតួស្រីគាត់ត្រៀមទៅប្រឡងជុំទី2ពេលចេញពីបន្ទប់ទឹកក៏ជួបអ្នកមិញម្នាក់គាត់គឺជាអ្នកស្រីគូជានាយកគូគោរពហើយក៏ជាម្ដាយរបស់តួប្រុសដែរគាត់គិតថាតួស្រីនឹងជាមនុស្សប្រុសហេតុអីបានជាមកចូលក្នុងបន្ទប់ទឹកមនុស្សស្រីគាត់ក៏វាយយកតួស្រីប្រាប់ថាខ្ញុំជាមនុស្សស្រីទេតែអ្នកមិញអត់ព្រមជឿមានណាតួស្រីក៏ទាញដៃរបស់គាត់មកចាប់ដើមទ្រូងពុប
ហាជាមនុស្សស្រីពិតមែនក្មេងស្រីសម័យនេះហេតុអីចូលចិត្តស្លៀកពាក់ដូចមនុស្សប្រុសពិភពលោកនេះរញ៉េរញ៉ៃមែនរអ៊ូហើយក៏ដើរចេញទៅបាត់តួស្រីក៏បានដើរមកតាមពីក្រោយចៃដន្យក៏ជួបគាត់ម្ដងទៀតគាត់នៅក្នុងឡានកំពុងតែស្រួលខ្លួនក៏បានហៅតួស្រីសួរថាមានស្ករអត់ពួកគាត់កំពុងតែវិលមកជាតិស្ករនៅក្នុងឈាមធ្លាក់ចុះតួស្រីក៏បានបញ្ញាបញ្ញាប់ទាញបានស្ករគ្រាប់ហ្នឹងយកមកឲ្យគាត់ញ៉ាំមួយគ្រាប់រួចគាត់ក៏សួរទៀតថាមានរបស់ផ្សេងទៀតអត់តួស្រីក៏ប្រាប់ថាអ្នកមីងចាំបន្តិចចាំខ្ញុំទៅទិញតែទឹកដោះគោឲ្យហើយក៏បញ្ញាប់រត់ទៅទាំងភ័យមួយសន្ទុះក្រោយមកក៏ត្រឡប់មកវិញចិត្តដល់ឡានហើយក៏ជ្រុះបាត់ងាកបំរុងនឹងរើសមានម៉ូតូមួយហ្នឹងមកជន់បែកបាត់ទៀតហើយគាត់ក៏ត្រឡប់ទៅទិញម្ដងទៀតលើកហ្នឹងអត់បានសម្រេចជួយសង្គ្រោះម៉ែក្មេកលើកដំបូងដូចអាដាក់ដប់ដល់ហើយតួស្រីក្រោយពីញ៉ាំតែទឹកដោះគោរួចហើយគាត់ក៏បានធូរហើយក៏ចង់សងគុណតួស្រីគាត់ថាអត់អីទេអ្នកមីងខ្ញុំជួយសង្គ្រោះដោយចិត្តស្មោះហើយមិនត្រូវការតបស្នងអ្វីទេខ្ញុំសុំទៅមុនហើយព្រោះប្រញាប់ទៅទូងឆឹងដើម្បីប្រឡងអេដមីនអត់ដឹងថាហៅកន្លែងហ្នឹងត្រូវអត់ទេណាហើយក៏ចៃដន្យហ្នឹងអ្នកមីងក៏គាត់ទៅកន្លែងហ្នឹងដែរគាត់ថាចាំទៅជាមួយគាត់ជូនទៅពេលមកដល់មុខអគារបុគ្គលិកអត់ឲ្យចូលដោយសារដល់ពេលដែលគេត្រូវប្រឡងអញ្ចឹងគេបិទអត់ឲ្យមានអ្នកចេញចូលទេតួស្រីក៏គាត់បកស្រាយប្រាប់ថាដោយសារគាត់មានបញ្ហាខ្លះទៅបានជាមុខយឺតហើយអ្នកមីងក៏គាត់ជួយនិយាយប្រាប់ថារវល់តែជួយសង្គ្រោះគាត់ទៅផកខានពេលវេលាប៉ុន្តែបុគ្គលិកនៅតែអត់ព្រមឲ្យចូលទៀតគាត់ថានេះជាគោលការណ៍ក្រុមហ៊ុនហើយក៏ជាបញ្ជារបស់លោកគូដែរភ្លាមហ្នឹងតួប្រុសក៏បានដើរមកដល់ហើយគាត់ក៏ហៅថាម៉ាក់តួស្រីគាត់ភ្ញាក់ផ្អើលមែនតើគាត់អត់នឹកស្មានថាអ្នកមីងដែលគាត់ជួយនឹងជាម្ដាយរបស់តួប្រុសសោះបុគ្គលិកក៏បានសុំទោសដោយសារតែអត់ស្គាល់អ្នកស្រីគូក៏គាត់អត់ប្រកាន់ទេព្រោះគាត់ថាវាគឺជាច្បាប់ក្រុមហ៊ុនប៉ុន្តែគេមកយឺតគឺដោយសារតែជួយសង្គ្រោះខ្ញុំមែនហើយគាត់ក៏ងាកមកនិយាយជាមួយនឹងតួស្រីវាចាត់ទុកថាជាការធ្វើតេស្តមួយប៉ុន្តែលទ្ធផលចុងក្រោយទៅជាយ៉ាងណាគឺអាស្រ័យលើសមត្ថភាពរបស់ឯងឬម៉ាក់របស់គាត់និយាយអញ្ចឹងហើយតួប្រុសក៏គាត់អត់និយាយអីដែរអ្នកស្រីគូបានអូសដៃតួស្រីមកនិយាយទៅពីរនាក់ឯងជាមនុស្សស្រីហេតុអីបានបន្លំខ្លួនជាមនុស្សប្រុសហើយទៅរួមក្រុមជាមួយមនុស្សប្រុសទៀតប្រសិនបើមានអ្នកដឹងប្រកាសជាមានរឿងធំអាយ៉ាអ្នកមីងថ្ងៃក្រោយខ្ញុំមានឱកាសខ្ញុំនឹងបញ្យល់ប្រាប់អ្នកមីងក្រែងអ្នកមីងជាប្រធានក្រុមហ៊ុននេះខ្ញុំសូមអង្វរជួយលាក់បាំងរឿងនេះឲ្យខ្ញុំផងបានអ្នកណាឲ្យឯងជាអ្នកជួយសង្គ្រោះយើងល្អណាស់អរគុណច្រើនអ្នកមីងពេលដែលកំពុងសន្ទនានឹងក៏មានបេក្ខជនម្នាក់បានមកឃើញគេគិតថាតួស្រីប្រកាសជាសាច់ញាតិរបស់អ្នកស្រីគូហើយព្រោះអីឃើញស្និទ្ធស្នាលនឹងគ្នាពេលដែលកំពុងតែសមបេក្ខជនម្នាក់នឹងក៏បានដើរចូលមកយកស្ករគ្រាប់មកឲ្យប្រាប់ថាបើចង់បានសម្លេងកាន់តែពីរោះឲ្យញ៉ាំស្ករគ្រាប់នឹងទៅឃើញពួកគេអត់ព្រមញ៉ាំគេក៏ញ៉ាំមកគ្រាប់មុនបញ្ជាក់ថាវាអត់មានបញ្ហាអីចឹងណាក្រោយមកពួកគេក៏ព្រមញ៉ាំតាមប៉ុន្តែពេលដែលចេញមកដល់ក្រៅគេក៏បានខ្ជាក់ស្ករគ្រាប់នឹងចេញស្ករគ្រាប់នឹងពិតជាមានបញ្ហាមែនបន្ទាប់ពីបេក្ខជនម្នាក់នឹងច្រៀងចប់ក៏ដល់វេនវាងយ៉ាងពេលដែលឡើងទៅដល់លើឆាកគាត់ច្រៀងអត់កើតទេដោយសារគាត់ញ៉ាំស្ករគ្រាប់នឹងហើយទៅសលេងគាត់គឺនិយាយអត់ចេញហ្មងតួប្រុសក៏បានឲ្យគេត្រឡប់ទៅវិញហើយគាត់ក៏ហៅម្នាក់ទៀតគឺលីស៊ីយូតួស្រីយើងនឹងឯងពេលដែលឡើងទៅដល់តួស្រីដំបងគាត់ធ្វើច្រៀងអត់ចេញធ្វើឲ្យបេក្ខជនដែលឲ្យស្ករគ្រាប់គាត់សប្បាយចិត្តគិតថាបើលីស៊ីយូម្នាក់ទៀតច្រៀងអត់កើតអញ្ចឹងជ័យជំនះប្រកាសជាបានទៅគាត់ហើយស្រាប់តែភ្លាមហ្នឹងតួស្រីក៏គាត់និយាយបានធម្មតាហើយច្រៀងបានធម្មតាវិញតាមពិតទៅគាត់ដឹងហើយថាស្ករគ្រាប់ហ្នឹងមានបញ្ហាក្រោយពេលដែលបេក្ខជនម្នាក់ហ្នឹងចេញទៅផុតគាត់ក៏បានខ្ជាក់ស្ករគ្រាប់ហ្នឹងចេញគាត់ក៏ប្រាប់ឲ្យវាងយ៉ាងខ្ជាក់ចេញដែរតែវាងយ៉ាងគាត់អត់ព្រមគាត់គិតថាវាមិនអីទេដោយសារគាត់ឃើញអ្នកដែលឲ្យហ្នឹងក៏ញ៉ាំដែរអញ្ចឹងណាដោយសារតែការធ្វើប្រហែសទៅមានលទ្ធផលបែបហ្នឹងក្រោយពេលដែលច្រៀងចប់ប្រកាសលទ្ធផលតួស្រីក៏បានជាប់អាចចូលជាសមាជិកក្រុមដំណើរឈ្មោះទៅរកពន្លឺចុះមកដល់ខាងក្រោមតួស្រីក៏បានដើរទៅនិយាយជាមួយបេក្ខជនម្នាក់ហ្នឹងលោកគាត់ថាខ្ញុំនឹងញ៉ាំស្ករគ្រាប់នោះហើយសម្លេងរបស់ខ្ញុំនឹងដូចជាវាងយ៉ាងអញ្ចឹងនឹងត្រូវខកខានឱកាសនេះលោកនិយាយអីខ្ញុំមិនយល់ទេឲ្យតែខ្ញុំយកស្ករនេះទៅធ្វើតេស្តប្រកាសជាអាចរកឃើញសារធាតុពុលនៅខាងក្នុងតួប្រុសគាត់ស្ដាប់ឮហើយក៏ដើរមកសួរថាមានរឿងបែបនេះផងហ៎អត់ទេស្ដាប់ខ្ញុំបកស្រាយសិនលោកទៅឆាយកាមេរ៉ាសុវត្ថិភាពគ្រប់កន្លែងដែលគេបានទៅនឹងស្ករនេះបញ្ជូនទៅឲ្យប៉ូលីសគ្រប់រឿងដែលលោកបានធ្វើត្រូវតែទទួលខុសត្រូវវាដោយខ្លួនឯងនៅមិននៅយកជាប់ភ្នៅបេក្ខលៀកអញ្ចឹងរឿងត្រឹមត្រូវមិនធ្វើទេចង់លេងតែផ្លូវកាត់លទ្ធផលចុងក្រោយអស់អនាគតអញ្ចឹង